ចាគ្រាន់តែឃើញប៉ុណ្នេះអ្នកដែលគាត់មិនចូលចិត្តគឺដឹងតែធ្វើមុខជូរហ្មងតែសម្រាប់អ្នកចូលចិត្តដូចខ្ញុំអីដឹងឃើញតែប៉ុណ្ណេះក៏ដឹងថាអូជាទៀតហើយគឺស្ងោរងាំងើមាន់សម្រាប់ខ្ញុំងាំងើមាន់មុននឹងខ្ញុំយកទៅស្លគឺខ្ញុំបំពងវាឲ្យរាងក្រៀមសិនណាបងនិយាយទៅមាន់ខ្ញុំបំពងទៅឡើងក្រៀមអញ្ចឹងណាឥឡូវយើងដាំទឹកឲ្យពុះទឹកពុះហើយយើងបង់គ្រឿងកាត់ឆ្អាបចូលមានម្ដេងស្លឹកក្រូចគល់ក្រៃខ្ទឹមក្រហមអញ្ចឹងតែថ្ងៃនេះខ្ញុំអត់មានគល់ក្រៃនិយាយទៅអ្នកធ្វើម្ហូបម្នាក់នេះគ្រឿងខ្វះមុខខ្វះក្រោយរហូតបងអូនអើយតោះមកយើងដាក់សាច់មាន់យើងចូលរួចហើយក៏យើងបង់ជាមួយនឹងគ្រឿងទេសយើងចូលតែម្ដងទៅមានដូចជាម្សៅស៊ុបប៊ីចេងស្ករសទឹកត្រីនិយាយទៅម្ហូបខ្ញុំគឺអ្វីដែលខ្ញុំខ្វះអត់បានគឺម្សៅស៊ុបមាន់សញ្ញាចានត្រវែកម្សៅស៊ុបមាន់សញ្ញាចានត្រវែជាសិប្បកម្មក្នុងស្រុកស្តង់ដាផលិតផលស្តង់ដាម្សៅស៊ុបមាន់សញ្ញាចានត្រវែត្រូវបានផលិតឡើងពីសាច់មាន់សុទ្ធ 100% ជាមួយនឹងគ្រឿងទេសធម្មជាតិដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់និងផលិតតាមរូបមន្តពិសេសស្របតាមស្តង់ដារអនាម័យខ្ពស់ធ្វើឲ្យមានរសជាតិឈ្ងុយឆ្ងាញ់លើសពីម្សៅស៊ុបធម្មតាម្សៅស៊ុបមាន់សញ្ញាចានត្រវែគ្រាប់ទុយល្អិតងាយរលាយជួយបង្កើនរសជាតិមុខម្ហូបលឿនជាងម្សៅស៊ុបធម្មតា2ដងជាពិសេសមានបាកូដខ្មែរនិងសញ្ញាហាឡាកម្ពុជាជាសម្គាល់ឥឡូវបន្ទាប់ពីយើងបានរំងាស់សាច់មាន់យើងបានមកសន្ទុះរួចទៅយើងដាក់ជាមួយនឹងទឹកងាំងើចូលនិងបង់ការ៉ុតចូលណាទុកឲ្យវារៀងមកពុះទៅបងដាក់ជាមួយនឹងកូដងាំងើរួចជាការស្រេចជាចុងក្រោយយើងដាក់ជាមួយនឹងខ្ទឹមបំពងរួចរាល់